Lý xưa ngày này xem bàn mình không môi sấy xem tìm số ấy bọc ôn ấy nó hơi chị yên kìa để đại cho camera rồi đây dương mà mơ camera thi nè đừng khai chia sẻ thầy tại camera thi đi chủ đá ấy này nó ta ra cái chữ chuột này mà chỉ lấy cứ bỏ khai skim đừng ở đây bảo có ta máy khai bê bê dấu dương tụt tụt sana tụt này ក្នុងចំណោមផ្លែឈើខាងក្រោមតើផ្លែឈើមួយណាដែលសម្បូរទៅដោយវីតាមីន C A ផ្លែល្វា B ផ្លែមៀន C ក្រូចពោធិ៍សាត់ D ផ្លែល្ហុង ផ្លែអីទេមើលផ្លែដឹងដែរដឹងអត់ពូក៏អត់ដឹងដែរថាគាត់ត្រីត្រូវអត់ចាំមកនិយាយទៅ ហើយជាផ្លែក្រូចពោធិ៍សាត់ហ៎សបោង ផ្លែឈើមួយណាសម្បូរវីតាមីន C ក្រូចពោធិ៍សាត់នឹង C ក្រូចជាចម្លើយ ចុងក្រោយ អបអរសាទរបាទ ឆ្លាញ់ អរគុណច្រើនណាស់ឥឡូវយើងចូលដល់សំណួរជាបន្តទៀតទី2សំណួរក្នុងចំណោមពាក្យខាងក្រោមតើពាក្យមួយណាដែលមានន័យថាខឹង A ក្រោត B ក្រោល C ក្រោក D ក្រោកអេបាទអេបាទហ្នឹងអានេះថាស្រឡាញ់ណាA B C D មួយហ៎នេះអូtrời ơi អាស្គរហ្នឹងចេះតែខឹងអាចចេះដឹងថាពាក្យនឹងវាមិនអញ្ចឹងណាបាទឬខឹងចេះច្រើនតោះយើងទស្សនាបន្តទៀតបាទណាដូចនេះ A ជាចម្លើយចុងក្រោយអបអរសាទរបាទក្រោយមានតែខឹងអូតែអ្នកច្បាស់អញ្ចឹងលើក្រោយគិតបន្តិចមកចាប់ទៅពុំជំនួយនៅទាំង3អរគុណច្រើនណាសំណួរជាបន្តទៀតសំណួរតើខែកក្កដាមានចំនួនប៉ុន្មានថ្ងៃ A 28ថ្ងៃ B 29ថ្ងៃ ហើយក្មួយខ្ញុំឆ្លើយដល់30ថ្ងៃ D 31ថ្ងៃបងសុំសួរបន្តិចខែកក្កដាគិតឆ្នាំហ្នឹងមែន បាទ ខែកក្កដាមានរាល់ឆ្នាំតា ចង់និយាយថាមានឆ្នាំខ្លះអាច31ដែរ ត្រូវកូន អត់ទេដូចជាអត់ទេ 30ឆ្នាំហ្នឹងឥឡូវយើងរាប់តាមរបៀបយើងមករៀនហ្នឹងគឺមិនយើងរាប់ហ្នឹងដឹងហើយនេះដឹងដែរ 31 យើងរាប់របៀបកូនក្មេងទៅ31យ៉ាងម៉េច31បង 31 ចា31 ដូច្នេះចម្លើយ D ចុងក្រោយ មកអត់ដៃម្ដងទៀត កក្កដា មីនាមេសាឧសភាមិថុនាកក្កដា អបអរសាទរបាទ ក្មេងកាក្មេងធ្លាប់រាប់អញ្ចឹងអត់ដែរចេះរាប់អត់ដែរចេះរាប់ទេពូធ្លាប់រាប់ដែរតែផ្លេចឥឡូវផ្លេចហើយ សំណួរទី4តើត្រអ៊ូមានបំពង់សំឡេងធ្វើពីអ្វី A លុក B ត្រឡោកឌូ ត្រឡោកដូង C ឈើខ្ញុំតើណា អូចាអត់ទេចង់និយាយ D ឫស្សីហ่า ចាគឺត្រឡោកដូងបង ត្រឡោកដូង B ដូច្នេះ B ចា ជាចម្លើយ ចុងក្រោយ ជាចម្លើយចុងក្រោយត្រឹមត្រូវបាទ តាមត្រូវ សំណួរតម្លៃ100,000 រៀលតើរមណីយដ្ឋានធម្មជាតិសេកសស្ថិតនៅក្នុងខេត្តណានៃប្រទេសកម្ពុជា រមណីយដ្ឋានសេកស ខេត្តបន្ទាយមានជ័យ កំដៅតចង់ដល់បងសិដ្ឋា ដល់សិន A ខេត្តបន្ទាយមានជ័យ ចា B ខេត្តកំពង់ស្ពឺ C ខេត្តបាត់ដំបង D ខេត្តពោធិ៍សាត់បាទ ខេត្តបាត់ដំបងបង ខេត្តបាត់ដំបង ចា C ជាចម្លើយ ចុងក្រោយ ចម្លើយចុងក្រោយអបអរសាទរបាទ ខ្ញុំមានមិនតែណាអញ្ចឹងមកន័យថាខ្ញុំមានមិនតែទៅបងហ៎អូយអរគុណហើយ មាន100,000នៅក្នុងហោប៉ៅ យ៉ាងហោចណាស់ក៏អត់ខ្មាស់គេដែរបងអើយបានមក100000ដែរហ្នឹង
ដោយអ្នកទាំងពីរបានរួមសហការគ្នាបានល្អមែនតើនៅក្នុងការឆ្លើយនៅក្នុងដំណាក់កាលទី1មានទឹកប្រាក់1សែនរៀលនៅក្នុងពេលនេះដំណាក់កាលទី1អ្នកទាំងពីរពុំទាន់បានប្រើជំនួយណាមួយនៅឡើយទេចាមិនថាជំនួយទស្សនិកជនជំនួយ50/50និងជំនួយទូរស័ព្ទណាចាបងហើយចាប់ពីដំណាក់កាលទី2នេះទៅអ្នកទាំងពីរមានសិទ្ធិពិសេសមួយទៀតចាបងពេលដល់សំណួរដែលធ្ងន់យើងគិតថាពិបាកឆ្លើយប្រើជំនួយទាំង3អស់ហើយចាមានសិទ្ធិពិសេសសុំមិនឆ្លើយសុំដៅចេញពីកៅអីសេដ្ឋីទៅទៀតនៅក្នុងទឹកប្រាក់នៃសំណួរដែលអ្នកទាំងពីរបានឆ្លើយរួចសំណួរជាបន្តមានតម្លៃ2សែនរៀលតើបទចម្រៀងដែលមានចំណងជើងថាពុលតូអភ័ព្វជាសំនៀងរបស់អ្នកចម្រៀងរូបណា A លោកអិនយេ B លោកអឹងណារី C លោកស៊ិនស៊ីសមុទ្រ D លោកអាប់ឌុលសារីនឹងលើអូ កែងឡាយ អានឹងលើអូនេះទម្លាក់លើអូខ្ញុំដូចជាសហបហែលនេះអើយនេះបើមិនអីក៏ជំនួយប្រាប់ហើយឥឡូវ50/50បង50/50ចាអ្នកទាំងពីរនឹងទទួលបានជំនួយនោះភ្លាមអឹមនិយាយឥឡូវខ្ញុំយកជំនួយទស្សនិកជនមួយទៀតអញ្ចឹងណាចាបាទអ្នកទាំងពីរនឹងទទួលបានជំនួយនោះភ្លាមបាទអំបញ្ញមិញកំពុងតែសង្ស័យលោកអិនយេងនិងលោកអឹងណារីចាឥឡូវលោកអឹងយេងនៅនិងលោកអាប់ឌុលសារីនៅចាមិនដឹងមួយណាទេតែខាតបត់នឹងត្រូវតែមួយនៅក្នុងចំណោមអ្នកទាំងពីរនឹងច្រៀងចាបាទសូមជម្រាបដល់បងប្អូនទាំងអស់គ្នាបានច្រៀងផងដែរបើដឹងតែឆ្លើយណាបើអត់ដឹងកុំឆ្លើយនាំឲ្យផាណូហើយនិងសុខីមមានការពិបាកទៀតហើយចាបាទត្រៀមចាប់ផ្ដើមឌីខ្ញុំយកតាមទស្សនិកជនហ្មងណាឌីតាមទស្សនិកជនជាចម្លើយចុងក្រោយជាចម្លើយចុងក្រោយខហើយអបអរសាទរបាទដូចសេរីអរគុណចាស្ដាប់បងបងនឹងពូក៏ចុចសំណួរតម្លៃ40,000រៀលហ្នឹងប្រុសដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានភ្នំបរិយាទ្រព្យតើយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខប៉ុន្មានភ្នំបរិយាទ្រព្យ A ផ្លូវជាតិលេខ1 B ផ្លូវជាតិលេខ3 C ផ្លូវជាតិលេខ5 D ផ្លូវជាតិលេខ6សូមជ្រើសរើសយកផ្លូវជាតិលេខ5ដើម្បីធ្វើដំណើរទៅរមណីយដ្ឋានភ្នំបរិយាទ្រព្យបានយើងត្រូវធ្វើដំណើរទៅតាមផ្លូវជាតិលេខ5ផ្លូវជាតិលេខ5ចាជិះតាមផ្លូវជាតិ5វិញផ្លូវជាតិលេខ5ដែរផ្ទះនៅម្ដុំណាភ្នំប្រសិទ្ធហើយនៅភ្នំបរិយាទ្រព្យនៅឆ្ងាយពីគ្នាប្រហែលគីឡូឆ្ងាយពីគ្នាប្រហែលជាង10គីឡូ C ផ្លូវជាតិលេខ5ជាចម្លើយចុងក្រោយជន់ចាបាទមិនទេមុននេះជ្រើសខ្លួនឯងនេះជាជ្រើសខ្លួនឯងបាទផ្លូវជាតិលេខ5គឺជាផ្លូវទៅភ្នំបរិយាទ្រព្យជាចម្លើយចុងក្រោយអបអរសាទរបាទ4សែនឥឡូវនេះយើងចូលដល់សំណួរដែលមានតម្លៃទឹកប្រាក់8សែនរៀលសំណួរតើឧបករណ៍ប៉ីពងមានអណ្ដាតប៉ុន្មាន A គ្មានអណ្ដាតប៉ីពង B មានអណ្ដាត1អត់ដឹង C មានអណ្ដាត2 D បងខេសខឹមគាត់ខាងគប់កភ្លេងអញ្ចឹងក៏គាត់ច្រើនតែប៉ៃបើសិនជាអត់អណ្ដាតមិនដឹងប៉ៃពងមានអណ្ដាតប៉ុន្មានមិនមានអណ្ដាតតែមួយប៉ៃមួយអណ្ដាតមួយប៉ៃមួយអណ្ដាតពីរវាកាត់ផ្លុំរកពេញហ្នឹងហើយយើងថាអញ្ចឹងហ្មងទៅអូយលោកគ្រូហើយសូមអធិស្ឋានបើខុសត្រូវកុំថាឲ្យខ្ញុំគាត់អ្នកនៅដែរចាប៉ៃមួយអណ្ដាតមួយហើយដល់ណាប៉ៃពីរអណ្ដាតពីរប៉ៃមួយអណ្ដាតពីរមិនឥឡូវមាត់យើងមានប៉ុន្មានមាត់យើងមានមួយអណ្ដាតមួយហើយគេយកអណ្ដាតមួយយកអណ្ដាតមួយហ៎បងចម្លើយចុងក្រោយបង B ខ្លាំងហ្មងចឹងហ្មងខ្ញុំគិតប៉ៃមួយអណ្ដាតមួយតែចាស់ដល់យើងអស់ដៃយើងទៅផ្ទះវិញអបអរសាទរបាទធ្វើត្រៃទៀតអើយបងហើយ20នាក់ខ្ញុំទៅណា20
សំណួរតម្លៃ1 លាន 6 សែនរៀលតើបទចម្រៀងដែលមានចំណងជើងថារាត្រីសេកុងជាសំនៀងរបស់អ្នកចម្រៀងរូបណា ទៀតហើយ A អ្នកស្រីប៉ែនរ៉ន ចេះ B អ្នកស្រីហួយមាស ហួយមាន C អ្នកស្រីសូសវឿន សូ D អ្នកស្រីអរុស្រីសុធា ឈប់សិនមិនមែននេះទេក៏មិនមែននេះដែរ អញ្ចឹង មានសូសារឿន សូសវឿន សូសាវឿន សូសវឿន ព្រោះបទហ្នឹងមានអ្នកច្រៀងតច្រើន ឥឡូវយកហួយមាន យកហើយមានបង ដូចទៅទូមកអាណិតនេះ បងឲ្យមើលខ្ញុំច្រៀងទៅតាមគេហ្នឹងខ្ញុំអត់ដឹងថាពីណាអញ្ចឹងឯង ចាស់យកហួយមាន ឥឡូវយកហើយមានអញ្ចឹងយកចម្លើយទី B ជាចម្លើយចុងក្រោយទៅទៀតតា អបអរទៅ បងថាខ្ញុំដឹងទៅណាបងខ្ញុំប៉ាវមកហើយហ្មងនេះសប្បាយចិត្តនេះបាន110,000ណាបើវគ្គក្រោយខ្ញុំខ្ជិលឆ្លើយខ្ញុំទៅហើយ នៅសល់ជំនួយ ជំនួយនឹងគាត់អត់ចេះទេខាងផ្នែកសិល្បៈខ្ញុំនិយាយមែនតើ ខ្ញុំចង់ជំរាបចេះដើម្បីឲ្យសុខឹមឆាប់យល់ណា ចា ជំនួយដែលសុខឹមឲ្យទៅខាងក្រុមការងារយើង2មែនទេ ចា ទូរស័ព្ទណាក៏ប៉ុន្តែខ្ញុំបានជំរាបជូនថាតាក់តងទៅអ្នកណាក៏បានដែរសាស្ត្រាចារ្យគ្រូបង្រៀន ចា ឬក៏អ្នកឯកទេសណាក៏បានដែរដែលសុខឹមស្គាល់ហើយគិតថាគាត់អាចឆ្លើយសំណួរនោះបាន ចា យើងខ្ញុំនឹងតាក់ទងជូនយល់ហើយទេនៅ អូចាអរគុណបង បាទ អញ្ចឹងមិនបានន័យថាលេខទូរស័ព្ទដែលខ្ញុំឲ្យទៅនឹងតែម្នាក់ហ្នឹងទេ ណែនេះ អូខេអញ្ចឹងអ្នកណាក៏បានដែរ អរគុណច្រើនឥឡូវយើងចូលដល់សំណួរជាបន្តសំណួរតម្លៃ3 លាន 2 សែនរៀលតើស្ដេចអង្គណាដែលបានសោយរាជ្យនៅរាជធានីឧដុង្គមុនគេ A ព្រះបាទស្រីសុរិយាពរ មួយគេថា B ព្រះបាទជ័យជេដ្ឋាទី2 C ព្រះបាទច័ន្ទរាជា D ព្រះបាទនរោត្តម បាទតើស្ដេចអង្គណាដែរ សំណួរនេះចំអ្នកឧដុង្គទៅហ្មង អ្នកអត់ដឹងតែដូចជាអត់ដឹងទេបង មានច័ន្ទជាអញ្ចឹងមាន12ហើយមាន CB CB ស៊ីហ្នឹងទេលើតែសួរអីបង តែសុំចំនួន អាចសុំជំនួយ ចា បាទ បាទ សុំងួយទៅ លេខខ្ញុំឲ្យ បាទអ្នកទាំងពីរនឹងទទួលបានជំនួយនេះភ្លាមបាទតើ អូអាបទចម្រៀង ឪ បទចម្រៀងលោកពូនៅវេណេតគាត់ច្រៀងដែរតាសម័យឧដុង្គព្រះបាទដូចជាគាត់ក្លែងឃ្លាណាព្រះច័ន្ទរាជាហ្នឹងសម័យឧដុង្គធ្លាប់ស្ដាប់បទគាត់ដែរ ពុកអ្ហ៎ គាត់ជាតាតែគាត់ហៅគាត់ឪ ពួកខ្ញុំហៅឪ បាទបាទសូមមេត្តាភ្ជាប់ទូរស័ព្ទឲ្យខ្ញុំបន្តិចទៅបាទជំរាបសួរបាទហៅលោកអ៊ំជំរាបសួរ បាទជំរាបសួរ ទទួលខ្ញុំបានច្បាស់ទេបាទ អត់លឺសំឡេងសំណួរបង អូខ្ញុំកំពុងតែទូរស័ព្ទអំពីកម្មវិធីអ្នកនឹងខ្លាយជាសេដ្ឋីបាទណាបាទគឺជាកម្មវិធីរបស់បណ្ដាញទូទួលកម្ពុជា CTN ហើយឥឡូវនេះបាទបងអូនប្រុសផាណូហើយនិងបងអូនស្រីខាត់សុខឹមកំពុងតែនៅអង្គុយកៅអីសេដ្ឋីហើយកំពុងតែគាំងសំណួរមួយឆ្លើយមិនរួចឲ្យលោកអ៊ំជួយឆ្លើយបាទណា បាទ លោកអ៊ំមានពេលតែ30វិនាទីទេរាប់ចាប់ពីសុខឹមអានសំណួរនិងចម្លើយជូនលោកអ៊ំបាទណា បាទ បាទអរគុណត្រៀមអញ្ចឹងចាប់ផ្ដើម ឪមានសួរឪ ហើយជំរាបសួរ ឪសុខសប្បាយឪ បាទសុខសប្បាយទេ ឥឡូវឪជួយឆ្លើយសំណួរខ្ញុំមួយតើស្ដេចអង្គណាដែលបានសោយរាជ្យនៅរាជធានីឧដុង្គមុនគេឪ មែនណែឃើញអសរ តែដុក នៅឧដុង្គមុនគេសោយរាជ្យនៅឧដុង្គមុនគេឪព្រះបាទស៊ីព្រះបាទ ស៊ីនេះគេឃើញអត់ ព្រះបាទ ឃើញ ជ័យ ក្នុងកុំព្យូទ័រ ទី នេះ 2 នេះគេដែរ ព្រះបាទច័ន្ទរាជាឬមួយក៏ព្រះបាទនរោត្តមឪ បាទ
អាឡ័យតែជំរាបសួរ ព្រះច័ន្ទរាជាហ្នឹងឯង បាយ ហេមើល ខ្ញុំជំរាបសួរជំនួសឲ្យដែរ ពី អើយខាត់សខួយអើយខាត់សខួយ អត់ទេខាត់សុខេម ចប់ហើយឥឡូវតាមពិតទៅតម្រូវជាមនុស្សយើងគេហៅថាតម្រូវកងជើង4ហ្នឹងបងណា បាទ អញ្ចឹងអីដែលយើងដឹងយើងឆ្លើយបើស្អីដែលយើងមិនដឹងយើងឆ្លើយព្រាវទៅ យកស៊ី ព្រះបាទជ័យថាព្រះបាទជ័យច័ន្ទរាជា ច័ន្ទរាជា នឹងចារាជាដូច ចឹ យើង ង មានន័យថាសម្រាប់ថាឆ្លើយយកព្រះបាទច័ន្ទរាជា C ព្រះបាទច័ន្ទរាជាជាចម្លើយ ក្រោយ ចុងក្រោយ100000នេះទៅ ព្រះបាទ C ព្រះបាទច័ន្ទរាជា គឺជាចម្លើយចុងក្រោយបាទលោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីគួរឲ្យស្ដាយមែនតែតែមិញបាទជួបជាមួយនឹង បាទវីដេអូប៉ុណ្ណឹងចាំជួបគ្នាវីដេអូនៅសាក្រោយទៀត អ្វីត វីដេអូវគ្គ1មានប៉ុណ្ណឹងចាំជួបគ្នាវីដេអូវគ្គ2ទៀត ជាចម្លើយចុងក្រោយ គាត់ថាគាត់ទីត្រូវខុស តិចទៀតនឹងបានជ្រាបនៅពេលនេះសូម ត្រូវទៅព្រោះដែរគាត់ថាត្រូវដែរអញ្ចឹងបងប្អូនចាំតាមដានទាំងអស់គ្នាវីដេអូក្រោយខ្ញុំនឹងចេញតែវីដេអូនេះប៉ុណ្ណឹងសិនរៀងវែងដែរបាយបាយកុំភ្លេចជួយsubscribe ហើយនឹង share like ផងបាទអរគុណបាយបាយ